ជុំនិទានជាដកភាគ4ជាបន្តទៅទៀតនេះសូមតាមដានដណ្ដាប់រឿងបុរសខ្វិនសិល្បៈតិចតួចបើចេះឲ្យស្ទាត់អាចចិញ្ចឹមជីវិតបានការកន្លងទៅហើយក្នុងក្រុងពេរេណាសីមានបុរសខ្វិនម្នាក់ជាអ្នកចេះស្ទាត់សិល្បៈខាងផ្ទាត់ក្របគ្រោះថ្ងៃមួយក្មេងទាំងឡាយបានឲ្យបុរសខ្វិននោះជិះរត់ទៅកាន់ដើមជ្រៃធំមួយក្បែរទ្វារនគរឲ្យបុរសនោះធ្វើរូបដំរីធ្វើរូបសេះដោយស្លឹកជ្រៃហើយសើចលេងសប្បាយទើបឲ្យរង្វាន់ដល់បុរសខ្វិននោះឯងបុរសខ្វិនក៏ផ្ទាត់គ្រោះធ្វើស្លឹកឲ្យចេញជារាងជារូបផ្សេងតាមចំណង់ទារកទាំងនោះពេលនោះទទួលព្រះរាជាស្ដេចទៅឧឈានហើយទៅដល់ទីនោះទារកទាំងឡាយក៏រត់ប្រញាយព្រោះខ្លាចនាយតម្រួតភ្នាក់ងារនគរបាលឯបរិខ្វិនក៏ដេកនៅទីចន្លោះដើមជ្រៃនោះព្រោះខ្លួនរត់ឬក៏ដើរមិនរួចព្រះរាជាស្ដេចយាងទៅដល់នគរឃើញរូបផ្សេងនាស្លឹកជ្រៃក៏ត្រាស់សួរទៅបុរសថាអ្នកណាធ្វើរូបនេះក្រាបទូលបុរសខ្វិនព្រះរាជាទ្រង់ត្រាស់ហៅបុរសខ្វិននោះមកសួរថាមនាលអ្នកបរិហិតខ្ញុំម្នាក់ជាអ្នកមានមាត់រឹងពេកចូលចិត្តនិយាយច្រើនបើបរិហិតនោះផ្ដើមនិយាយហើយគ្មានអ្នកណានិយាយផងបានទេអ្នកអាចធ្វើឲ្យបរិហិតនោះកុំនិយាយបានឬទេក្រាបទូលអាចធ្វើមិនឲ្យបរិហិតនោះនិយាយបានតែសូមទ្រង់ប្រទានអាចពពែមួយនាលមកទូលបង្គំព្រះរាជាទ្រង់នាំបរិសខ្វិននោះទៅដំណាក់ហើយឲ្យនៅអង្គុយក្នុងវាំងននទ្រង់ញ៉ាំងគេឲ្យចោះវាំងននហើយឲ្យយកអាចពពែស្លូតចំនួន1នាលទៅដាក់ចិត្តបរិសខ្វិនទើបចាត់ចែងឲ្យគេក្រាអាសនៈសម្រាប់បរិហិតនោះឲ្យមានមុខឆ្ពោះទៅរកប្រហោងដែលទ្រង់ឲ្យគេកាត់លោកបរិហិតមកដល់ក៏ទ្រង់ឲ្យអង្គុយលើអាសនៈនោះហើយទ្រង់ផ្ដើមនិយាយឡើងបរិហិតអត់ដឹងខ្លួនបាននិយាយបបាច់បបោចជាមួយព្រះរាជាដោយមិនឲ្យអ្នកណាបាននិយាយសោះឡើយលំដាប់នោះបរិសខ្វិនក៏ផ្ទាត់អាចពពែមួយដុំម្ដងទៅក្នុងមាត់បរិហិតនោះបរិហិតបានលេបអាចពពែដែលចូលទៅក្នុងមាត់ដូចជាគេស៊ីនំលនព្រះរាជាទ្រង់ជាថាអាចពពែបរិសខ្វិនផ្ទាត់ចូលទៅក្នុងមាត់បរិហិតហើយក៏ត្រាស់ថាលោកអាចារ្យទោះលោកលេបអាចពពែអស់មួយនាលក៏នៅតែមិនដឹងព្រោះលោកជាអ្នកមាត់រឹងឥឡូវនេះលោកមិនអាចធ្វើអាចពពែឲ្យរលួយបានឡើយបរិហិតនោះចាប់ពីពេលនេះមកជាអ្នកនិយាយចរចានឹងព្រះរាជាស្ទើរតែមិនកើតព្រោះនឹកអៀនខ្មាស់ជាពុនពេកក៏ដោយសារបរិសខ្វិននេះទើបទ្រង់ប្រទានស្រុក4ក្នុងទិសទាំង4ដែលសុទ្ធតែស្រុកដែលឡើងសួយសាររាប់សែនជាប្រមាណដល់បរិសខ្វិននោះលំដាប់នោះអាមាត្យជាបណ្ឌិតម្នាក់បានចូលទៅគាល់ព្រះរាជាហើយសរសើរនៅគុណនៃសិល្បៈថាបបិទ្ធព្រះសមិទ្ធទេពបណ្ឌិតក្នុងលោកតែងតែរៀនយកសិល្បៈសម្បត្តិនេះបរិសខ្វិនបានអាស្រ័យដោយសិល្បៈត្រឹមតែផ្ទាត់គ្រោះប៉ុណ្ណោះការកំណត់អានិសង្សនៃសិល្បៈរបស់ជនទាំងឡាយដតីដូចម្ដេចទៅពោលគាថាសាធុខោសបកាំងនិមៈអបិយាតិសកៃតិសੰបស្សៈអច្ចបហារេណៈលទ្ធាគាមាចតុតិសាអំបាលយ៉ាងសិល្បៈផ្ដេសផ្ដាស់ដល់សម្រាប់ប្រយោជន៍បានដែរសូមទ្រង់ក្រឡេកមើលស្រុកទាំង4ដែលបរិសខ្វិនបានដោយសិល្បៈគឺការផ្ទាត់អាចពពែតែប៉ុណ្ណោះរឿងនេះក៏បានបញ្ចប់តែប៉ុណ្ណេះសូមអរគុណរឿងធម្មបាលកុមារការស្លាប់មានពិតតែអ្នករក្សាធម៌តែមានអាយុវែង
ក្នុងបឋមពោធិកាសម្ដេចព្រះមានជោគបានស្ដេចទៅកាន់ក្រុងកបិលភស្តុជាលើកដំបូងទ្រង់គង់ក្នុងនិក្រុតធារាមពេលនោះព្រះបាទសិរីសទ្ធោទនៈមហារាជជាព្រះវររាជបិតាបានអង្គាសចង្ហាន់ប្រគេនព្រះអង្គនិងព្រះខៃណាស្រប20000អង្គជាបរិវារទើបមានបន្ទូលសំណេះសំណាលថាកាលដែលព្រះអង្គកំពុងជាយាមធ្វើទុក្ករកិរិយាស្វែងរកអនុត្តរសម្មាសម្ពោធិញ្ញាណមានទេវតាហោះមកស្ថិតនៅលើអាកាសភាលីស្រែកប្រាប់ថាព្រះសិទ្ធត្ថកុមារជាព្រះរាជបុត្រព្រះអង្គសោយព្រះទីបង្គត់ទៅហើយព្រោះទ្រង់មានអាហារតិចព្រះសាស្តាមានព្រះបន្ទូលថាចុះមហារាជជឿឬខ្ញុំមិនជឿទេបាននាំទាំងនិយាយខាត់ទេវតាវិញថាកូនខ្ញុំបើមិនត្រាស់មុខជាមិនស្លាប់ព្រះសាស្តាមានព្រះបន្ទូលថាឥឡូវនេះព្រះអង្គជឿដោយម្ដេចកើតបើពីដើមតថាគតនៅជាធម្មបាលពុរិស័ទអាចារ្យទិសាបាមកយកឆ្អឹងពពែមកបង្ហាញថាកូនអ្នកឯងស្លាប់ទៅហើយនេះឆ្អឹងក៏ព្រះអង្គមិនជឿហើយនិយាយតបទៅថាត្រកូលយើងមិនដែលមាននរណាស្លាប់ពីក្មេងទេព្រះបាទសុទ្ធោទនៈក៏អារាធនាព្រះសាស្តាស្ដេចនាំអតីតនិទានមកសម្ដែងដោយតទៅនេះក្នុងកាលដែលកន្លងទៅហើយមានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជសម្បត្តិនៅនគរពេរិណសីជាស្ដេចប្រកបទៅដោយទសពិធរាជធម៌និងមានសេចក្តីស្រឡាញ់និងរាប់អានអាណាប្រជានុរាស្ត្រទូទៅក្នុងកសិរដ្ឋមានស្រុកមួយឈ្មោះធម្មបាលបានឈ្មោះដូចនេះព្រោះអ្នកនៅក្នុងស្រុកនោះទាំងប៉ុន្មានសុទ្ធតែរក្សាធម៌ព្រានដែលនៅក្នុងស្រុកនោះក៏ឈ្មោះធម៌បាលដែរព្រោះសុទ្ធតែជាអ្នករក្សាធម៌គឺកុសលកម្មបត្តិ10ដោយហើយទៅពួកកម្មករក្នុងត្រកូលព្រាននោះក៏សុទ្ធតែជាអ្នកឲ្យទានរក្សាសិលឧបោសថសិលដូចគ្នាគ្រានោះព្រះបរមពុរិស័ទទ្រង់យល់យកកំណើតក្នុងត្រកូលព្រានធម្មបាលមានឈ្មោះថាធម្មបាលកុមារពេលធម្មបាលកុមារចម្រើនអាយុឡើងកាលណាព្រានជាបិតាបានឲ្យប្រាក់1000កហបណៈហើយបញ្ជូនឲ្យទៅរៀនសិលសាស្ត្រឯក្រុងតតកសិលាក្នុងសំណាក់អាចារ្យទិសាបាមកធម្មបាលកុមារបានខំសិក្សារៀនវិជ្ជាដរាបតលតែលោកអាចារ្យពេញចិត្តហើយប្រគល់មាននប់ជាសិស្សទាំង500រូបឲ្យធម្មបាលកុមារត្រួតត្រាគ្រានោះកូនច្បងរបស់អាចារ្យទិសាបាមកក៏ធ្វើមរណកាលទៅឯអាចារ្យនឹងមាននប់ជាសិស្ស500ទួញយំសោកស្រណោះស្ដាយកូនជាពន់ពេកលុះបន្ទោបងសេចក្តីសោយសោកហើយក៏រៀបចាត់ចែងធ្វើសរីរកិច្ចកូននោះតាមប្រពៃណីនាបាឆាមួយអាចារ្យពួកញាតិនិងមានុបជាសិស្សទាំងអស់ក៏ទួញយំសោកក្នុងបាឆានោះថែមទៀតផ្លែកតែធម្មបាលមួយទេដែលមិនសោយសោកមិនចូលកាន់មរណៈសញ្ញាជាមួយនឹងគេកាលដែលពួកអ្នកចូលកាន់សេចក្តីទុក្ខទាំងអស់ត្រឡប់មកផ្ទះវិញអង្គុយក្នុងសំណាក់លោកអាចារ្យអូរៀបរាប់ត្អូញត្អាថាអូហេតុអ្វីណោបានជាមានុបនេះនៅក្មេងត្រឡាំងហើយស្លាប់ព្រាត់ប្រាសចាក់ញាតិបិតាញាតិមិត្តយ៉ាងនេះធម្មបាលកុមារនិយាយតបថាហើយសម្លាញ់ទាំងឡាយអ្នកពោលថាមានុបនេះស្លាប់ពីក្មេងចុះបើក្មេងទេម្ដេចក៏ស្លាប់ការស្លាប់ពីក្មេងវាមិនដែលមានពួកមានុបនិយាយថាណែសម្លាញ់អ្នកឯងមិនដឹងជាសត្វតែងតែវិនិច្ឆ័យយ៉ាងនេះខ្ញុំដឹងណាស់ទៅហើយតែថាសត្វទាំងឡាយដែលស្លាប់ពីក្មេងមិនដែលមានលុះណាតែចាស់ទៅស្លាប់មិនដែលដូច្នេះទេធម្មបាលសម្លាញ់សង្ខារជាសភាពមិនទៀងទាត់ថិតថេរទេតែកើតឡើងហើយពិតជាវិនិច្ឆ័យទៅវិញជាធម្មតាមិនថាចាស់ក្មេងឡើយធ
ba tọp hạ xong đầy nẹ nị dây ní trời na tại mình đã miên sẵn slap bị khmênh lúc tại chắc tự slap tự xong khai mình tiền miền nộp ngò nâng xong đầy thọp ba na có ruột hạ thọp ba xong lành cho tè nẹ anh miền mình đồ slap tê rứ miền slap bật tai mình slap bị khmênh tê lúc tại chắc tự slap trò cô nè anh sắp tay dạng nâng rứ trò cô nhom dạng nâng anh bộ miền nộp lư bịa thọ mà ba đôi nó con nom kia tơ chùm riệp lục à cha ai lục à cha ban hai thọ ba mặc dù thà mà nêu thọ ba lư tha trò cô nè anh mình nô mình đa slap bị khmênh men rứ bò bật lùa cha bật men à cha lư bịa này hỏi có cật hà thọ mà ba này dây bịa phải bịa nè anh đừng tư căn sầm nạ bậy đa thọ ba đi hỏi xa dù mở ta kêประพฤติhọបែបណាបានជាមិនស្លាប់ពីក្មេងបើពិតដូចថាមែនអញនឹងប្រព្រឹត្តតាមធម៌នោះដែរកន្លងមក7 ឬ 8 ថ្ងៃអាចារ្យហៅធម៌បាលមកប្រាប់ថាមនាលធម្មបាលយើងមិននៅទេចូលអ្នកឯងបង្រៀនសិស្សដល់ពួកមានុបជំនួសយើងផងទម្រាំយើងត្រឡប់មកវិញលោកពលដូច្នេះហើយក៏យកឆ្អឹងពពែមកលាងស្អាតបាទច្រកទៅក្នុងការ៉ុងឲ្យបំរើម្នាក់លីតាមដោយដើរចេញពីនគរតតកសិលាយត្រាមនីមនីទៅធម្មបាលក្រៀមទៅសួររកផ្ទះធម្មបាលកុមារហើយឈរនៅទៀបទ្វារផ្ទះពួកកម្មកររបស់ព្រានបានឃើញលោកអាចារ្យក៏ស្ទុះទៅទទួលឆាត់ស្បែកជើងពីដៃលោកអាចារ្យយកការ៉ុងពីអ្នកបម្រើអាចារ្យទិសាប៉ាមកពោលថាចូលអ្នកទាំងឡាយជំរាបព្រាមជាបិតាធម្មបាលកុមារថាអាចារ្យរបស់ធម្មបាលមកឈរនៅទៀបទ្វារឯនេះខ្ញុំកំដរទៅជំរាបតាមពាក្យលោកអាចារ្យឯព្រានក៏មនីមនាស្ទុះទៅទទួលរយៈបដិសន្ធារៈអញ្ជើញឡើងទៅលើផ្ទះឲ្យអង្គុយលើគ្រែហើយធ្វើកិច្ចមានការលាងជើងជាដើមឲ្យលោកអាចារ្យនោះលោកអាចារ្យបរិភោគភោជនរួចហើយក៏ផ្ដើមនិយាយប្រាប់ព្រាមថាថោះបាទបុត្រអ្នកមានប្រាជ្ញាវាងវៃណាស់រៀនសូត្រចេះចប់វេទទាំង3និងសិលសាស្ត្រទាំង18តែស្លាប់ទៅហើយសង្ខារជាសភាវៈមិនទៀងអ្នកកុំសោយសោកធ្វើអ្វីព្រានឬពាក្យនោះក៏ទះដៃសើចអាចារ្យសួរថាអ្នកសើចរឿងអ្វីកូនយើងមិនស្លាប់ទេក្រែងតែអ្នកដតីទៅស្លាប់អាចារ្យទាញឆ្អឹងពីការ៉ុងហើយនិយាយថានេះគឺជាឆ្អឹងកូនអ្នកឯងទេឆ្អឹងនេះប្រហែលជាឆ្អឹងពពែឬឆ្អឹងឆ្កែមិនមែនកូនខ្ញុំទេព្រោះត្រកូលយើងរហូតដល់ទៅសន្តានមិនដែលមានអ្នកណាមួយស្លាប់ពីក្មេងទេលោកនិយាយកុហកហើយអាចារ្យឃើញហេតុអស្ចារ្យដូច្នេះមានចិត្តត្រេកអរណាស់បានសាកសួរថាមនាលព្រានត្រកូលមិនដែលមានជនណាស្លាប់ពីក្មេងនោះមិនមែនឥតហេតុឡើយហេតុដែលមិនស្លាប់ពីក្មេងនោះតើយ៉ាងណាទើបអាចារ្យចងជាបទគាថាសួរថាអ្នកសមាទានវត្តដូចម្ដេចព្រមចរិយៈដូចម្ដេចនេះជាផលរបស់កម្មអ្វីដែលអ្នកបានសន្សំមកមនាលព្រានចូលអ្នកប្រាប់សេចក្តីនេះដល់យើងហេតុអ្វីបានជាពួកអ្នកមិនស្លាប់ពីក្មេងព្រានឆ្លើយប្រាប់ថាយើងបានរក្សាកម្មបត្តិ10ដោយមកចត់គឺយើងមិនប្រព្រឹត្តរំលោភចង់បានទ្រព្យសម្បត្តិអ្នកដទៃដោយចង់បានមកជារបស់ខ្លួនមិនប្រព្រឹត្តព្យាបាទចងគំនុំគុំគួននឹងអ្នកដទៃមិនមានគំនិតយល់ខុសមានយកបល់ថាលោកនេះគ្មានណតិអយ៉ាងលោកោជាដើមមិននិយាយពាក្យកុហកមិននិយាយពាក្យសោកសៀតបំបាច់អ្នកដទៃមិននិយាយញុះញង់មិននិយាយរយរាយឥតប្រយោជន៍មិនសម្លាប់សត្វ
មិនលួចទ្រព្យសម្បត្តិអ្នកដទៃមិនប្រព្រឹត្តកន្លងកូនប្រពន្ធអ្នកដទៃទាំងភរិយាយើងសោកទាំងភរិយាយើងសោកក៏មិនបានប្រព្រឹត្តក្បត់យើងព្រោះហេតុដូច្នោះបានជាយើងមិនស្លាប់ពីក្មេងបបិទ្ធលោកអាចារ្យនេះជាវត្តដែលយើងបានប្រព្រឹត្តមកដោយល្អបញ្ចប់តែប៉ុណ្ណេះសូមអរគុណ